បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំនិយាយអំពី iOS ថ្មីណាគឺ iOS 26.6.1 ដែល Apple ទៅទម្លាក់បាទកាលពីបាទ3ថ្ងៃមុននេះបាទដែល version មុននេះគឺបាទមកដល់លើកនេះគឺអត់មានបាទការ update ច្រើនណាស់ទេគឺតាក់ទងសំខាន់ទៅលើការជួសជុលទីហើយបាទលើកនេះបាទជាង Apple គឺគាត់គឺជាជាងជំនាញបកការជួសជុលតែម្ដងបាទជួសជុលតតែបាទចេញ version ថ្មីហើយនៅជួសជុលបាទជួសជុលទៅជួសជុលពេញមួយឆ្នាំតែម្ដងបាទជួសជុលតចប់អាណត្តិ version ណាបាទនិយាយលេងទេបាទអញ្ចឹងតើតើទៅនឹងបាននេះគឺប្រព័ន្ធសុវត្ថិភាពយើងអាចបាទ update ទៅដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់យើងណាអញ្ចឹងសម្រាប់របស់ខ្ញុំនេះគឺវាមានបាទ load មកក្នុង device តែវាមាន description ទេពេលខ្លះចេញពេលខ្លះអត់ឥឡូវ error គឺពេលចុច update គឺវានៅជាប់ request នៅដល់ unrestart ទូរស័ព្ទឬក៏អត់ទាន់បិទទេបាទហើយក៏អត់ទាន់បានសាក download ទៀតដែរដោយសារតែរវល់ពេកណាបាទអញ្ចឹងតើតើនឹងមកលើកនេះគឺស៊ីតែ500មេជាងទេអញ្ចឹងអ្នកនរគ្នាអាច update ចូលពេលនេះទៅបាទគឺដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពយើងបន្ថែមណាបាទជៀសវាងពីការបាទ hack ឬក៏មានមេរោគជាដើមបាទអញ្ចឹងបាទគឺសូមបញ្ចប់វីដេអូនេះត្រឹមនេះពីចិត្តវីដេអូនេះសូមជួយ share ជាមួយនឹងបាទការ follow page ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីក្រោយៗទៀតបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទអរគុណ